សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញជាវីដេអូមួយបង្ហាញពីរបៀបធ្វើទឹកល្ពៅខ្ញុំគិតថាបងប្អូនមួយចំនួនប្រកាសជាដឹងហើយពីរបៀបនៃការចម្អិនទឹកល្ពៅនេះគ្រាន់តែថ្ងៃនេះខ្ញុំធ្វើទឹកល្ពៅនេះដើម្បីឲ្យម៉ាក់គាត់យកទៅជូនចាស់ៗនិងព្រះសង្ឃនៅវត្តព្រះធាតុអ្នកទាំងអស់គ្នាឥឡូវខ្ញុំទិញល្ពៅរួចខ្ញុំក៏បានមកចូលកន្លែងកោះដូងកន្លែងលោកពូខ្ញុំគិតថាបងប្អូនប្រហែលជាស្គាល់ហើយអ្នកនៅខេត្តកំពង់ចាមឥឡូវចូលមកកន្លែងអ៊ីម្ដងទិញទឹកដោះគោខាប់គាត់ពីកំប៉ុងទុកឲ្យហើយនឹងគ្រឿងប្រើប្រាស់ក្នុងផ្ទះបាយចាប់ដើមយកល្ពៅមកលាងទឹកសិនហើយទុកវាសិនទៅក៏ឃើញល្ពតយដើមមកបេះសិនអ្នកទាំងអស់គ្នាល្ពតយនេះគឺមកដាំនៅក្រោមដើមខ្នោល្អមែនទែននិយាយពីឈប់បេះល្ពតយជះក្លិនឡើងឈ្ងុយហ្មងអ្នកទាំងអស់គ្នាមេឃក្តៅខ្លាំងអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំអត់បដ ாய் ទុកស្បែកមុខខ្ញុំឲ្យស្ងួតខ្ញុំខ្លាចឡើងជាងគេគឺអាចរុយស្លាកស្នាមអញ្ចឹងខ្ញុំតែងតែលាបលេថ្ងៃមួយថ្ងៃ2ទៅ3ដងរៀងរាល់ថ្ងៃតែម្ដងយើងលាបឲ្យបានទៀងទាត់អញ្ចឹងអ្នកទាំងអស់គ្នាកុំភ័យព្រួយខ្លាចស្បែកមុខឡើងស្នាមឬក៏ឡើងអាចរុយឬក៏ស្នាមជាប់គឺអត់ងាយនិយាយទៅខ្ញុំថែស្បែកខ្ញុំបានល្អខ្លាំងមែនទែនតាំងពីនៅក្មេងរហូតដល់ខ្ញុំអាយុជិត40អ្នកទាំងអស់គ្នាមិនថាស្បែកមុខខ្ញុំវាល្អឥតខ្ចោះហើយប៉ុន្តែវាអត់មានស្នាមវាម៉ត់រលោងអញ្ចឹងអ្នកទាំងអស់គ្នាត្រឡប់ខ្ញុំមកទៅណាមកណាមិនថានៅផ្ទះឬក៏ទៅផ្សារឬក៏នៅក្រៅទៅខាងកាហ្វេទៅអីគឺខ្ញុំ make up តែតិចតិចជាមួយនឹងលេថ្ងៃ spray បាញ់មុខហើយនឹងក្រែមតិចតួចព្យាបាលមាត់តែប៉ុណ្្នឹងហើយអ្នកនរគ្នាខ្ញុំអត់ធ្វើការផាត់មុខជាមួយនឹងម្សៅផាត់ព្រោះខ្ញុំខ្លាចស្ងួតមុខឡើងស្នាមជ្រុយជ្រួញលឿនបំផុតនៅពេលដែលខ្ញុំផាត់ម្សៅអញ្ចឹងខ្ញុំកម្រផាត់ម្សៅគឺខ្ញុំលាបតែលេថ្ងៃប៉ុណ្ណឹងហើយជាការស្រេចហើយអ្វីដែលខ្ញុំរត់តែស្រឡាញ់គឺទឹកបាញ់មុខនឹងតែម្ដងមួយថ្ងៃបាញ់5ដងទៅ10ដងក៏បានដែរព្រោះខ្ញុំចាំបាច់ឲ្យស្បែកមុខខ្ញុំគឺមានសំណើមរហូតគឺអត់ឲ្យស្ងួតតន់តែម្ដងឥឡូវចាប់ដើមលាងល្ពតយជាមួយនឹងល្ពៅមួយគ្នាតែម្ដងអ្នកទាំងអស់គ្នាឈ្ងុយយ៉ាំឈ្ងុយល្ពតយរហូតសាកយកកបិតមកចាំងដូចចាស់ៗហូរអ្នកទាំងអស់គ្នាតែធ្វើអត់កើទេខ្លាចមុខដៃហើយក៏លោកខកពីចេញសិនហើយចាប់ដើមចិតជាមួយនឹងកបិតមុខពីរទៅចិតវាឲ្យស្អាតឲ្យអស់ហ្មងព្រោះយើងធ្វើទឹកល្ពៅកុំឲ្យសល់កាលណាសល់សបកវាគឺវាពណ៌អត់ស្អាតទេអញ្ចឹងយើងត្រូវចិតវាអស់ហើយចាប់ដើមពុះតែឃើញថាពុះក្នុងនេះហើយតែដល់ពេលពុះបាក់ពេកចាំយកវាមកចិតនៅលើជ្រុញវិញអ្នកទាំងអស់គ្នាងាយស្រួលជាងហើយមួយទៀតល្ពៅវារៀងល្អផងខ្លាចមុខដៃឥឡូវខ្ញុំចាប់ដើមចិតជាចំណិតទូចល្មមមកបានហើយនិយាយទៅការធ្វើទឹកល្ពៅនេះតាមរូបមន្តខុសៗគ្នាបងប្អូនធ្វើរូបមន្តមិនអាចខមមិនខាងក្រោមនេះបានបើសម្រាប់ខ្ញុំចាត់បែបអញ្ចឹងអ្នកទាំងអស់គ្នាបាទអ្នកខ្លះគាត់យកទៅចំហុយបាទសម្រាប់ខ្ញុំធ្វើបែបងាយលឿនអញ្ចឹងគឺខ្ញុំយកមកស្ងោរវិញអ្នកទាំងអស់គ្នាល្ពៅមួយផ្លែនេះប្រហែលជាជាង2គីឡូពេលដែលខ្ញុំទិញហ្នឹងព្រោះគាត់ចាត់អស់មួយជ្រុងហើយខ្ញុំក៏យកអាហ្នឹងហ្មងទៅព្រោះមួយតិចវារៀងធំពេកហើយក៏ធ្វើប្រហែលជាមួយឆ្នាំងល្មមទេសម្រាប់ជូនចាស់ហ្នឹងហើយខ្ញុំចាប់ផ្ដើមបកាត់ភ្លើងជាមួយនឹងអស់អ្នកទាំងអស់គ្នាធ្វើអត់ធ្វើនៅលើហ្គាសទេព្រោះខ្ញុំគិតថាសាកធ្វើនៅអស់ម្ដងព្រោះនៅលើអស់វាមានរសជាតិងុំឆ្ងាញ់ដូចជាយើងធ្វើអន្សមធ្វើអីក៏ដោយយើងធ្វើច្រើនយើងធ្វើនៅហ្គាសទៅវាយូរខ្ញុំគិតថាធ្វើទឹកល្ពៅនេះឆ្នាំងគួរសមដែរខ្ញុំធ្វើបកាត់ភ្លើងជាមួយនឹងអស់ហ្មងទៅវាមើលទៅវាងាយស្រួលអញ្ចឹងហើយខ្ញុំចាប់ផ្ដើមដាក់ឆ្នាំងចូលទៅនៅលើចក្រានទៅហើយយើងសេរីស្រង់វាកុំឲ្យខ្លាចវាកពុបអីចឹងហើយក៏ចាប់ផ្ដើមចាក់ទឹកចូលទៅខ្លាចវាខ្លោចផ្ទះខ្លោចបាតឆ្នាំងសុំទោសបងប្អូនហើយខ្ញុំចាប់ផ្ដើមដាក់ទឹកហើយនឹងដាក់មកល្មមជាមួយនឹងល្ពៅនឹងកុំឲ្យវាលក្ខណៈថាទឹកច្រើនពេកអៀចអីចឹងហើយមូលស្លឹកតយដាក់ចូលទៅដើម្បីស្ងោរអប់វាឲ្យឈ្ងុយជាមួយនឹងល្ពៅសម្រាប់បងប្អូនខ្លះគាត់ក៏ចំហុយទៅសម្រាប់ខ្ញុំស្ងោរជាលក្ខណៈគ្រួសារទេបងប្អូនហើយក៏ចាប់ដើមមកមើលភ្លើងសេរីហើយពេលប្រកាត់អស់ចឹងទៅមានអារម្មណ៍ថាដូចយើងនៅពីមុនអញ្ចឹងយើងរក្សាពីប្រពៃណីយើងមកខ្ញុំចូលចិត្តធ្វើជាមួយអស់តើបងប្អូនមិនថាមុខម្ហូបអីទេតែច្រើនណាបើតិចយើងធ្វើនៅហ្គាសទៅពេលចាប់ដើមបើកមើលល្ពៅយើងគឺឆ្អិនហើយបងប្អូននិយាយទៅឡើងចង់ជ្រុលខ្ញុំដាក់ទុកយូរមើលទៅឡើងផុយអៀចហ្មងហើយក៏ចាប់ដើមដួសទុកខ្ញុំដួសទុកត្រជាក់ហើយក៏ខ្ញុំយកមកកិននឹងម៉ាស៊ីនទឹកក្លុកទៅបងប្អូនទិញម៉ាស៊ីនអារៀងធំតិចមកវាអត់ក្តៅខូចយើងកិនបានច្រើនដូចយើងអាសាធ្វើទឹកល្ពៅទឹកសណ្តែកទឹកអីចឹងហើយខ្ញុំកិនមកហើយខ្ញុំចាប់ដើមចាក់ទៅលើឆ្នាំងធំនឹងម្សាទៀតខ្ញុំកិនយកមកម៉ាត់ល្មមបងប្អូនហើយបន្ទាប់មកខ្ញុំចាក់ខ្ទិះដើមចូលខ្ទិះដូងអ្នកនរគ្នាខ្ទិះដើមហ្នឹងចូលមកកូនចានមកជាមួយនឹងទឹកដោះគោខាប់មួយចានដែរហើយជាមួយនឹងទឹកដោះគោស្រស់មួយចានទឹកដោះគោស្រស់មួយណាក៏បានហើយនឹងដាក់អំបិលបន្តិចដើម្បីឲ្យវាចាប់ជាតិហើយល្ពតយយើងមូលដាក់មួយទៀតមកហើយយើងកូរវាសិនបងប្អូនយើងកូរកុំតន់អាក់ដាក់នៅលើភ្លើងចក្រានយើងកូរវាខាងក្រៅឲ្យសព្វសិនសំយើងយកទៅកូរលើចក្រានដើម្បីកុំឲ្យវាស្អិតបាតចឹងណាពេលដែលខ្ញុំលាយនេះគឺខ្ញុំអត់ទាន់ដាក់ចក្រានទេខ្ញុំលាយក្រៅឲ្យវាសព្វចូលគ្នាឲ្យម៉ត់ជាមួយនឹងគ្រឿងផ្សេងដែលយើងដាក់ចឹងហើយបន្ទាប់មកបានខ្ញុំយកមកកូរពេលដែលកូរនេះខ្ញុំកូរនៅលើចក្រានហ្គាសទេខ្ញុំអត់បានដាក់ចក្រានខ្ជុំទៀតទេដោយសារវាយប់ពេកចឹងខ្ញុំអត់ប្រកាត់ភ្លើងទៀតខ្ញុំកូរហ្គាសទៅដើម្បីឲ្យវាឆាប់ហើយចឹងដោយសារយប់ពេកហើយក៏អត់បានថតឲ្យបងប្អូនពេលដែលច្រកដែរហើយក៏រួចរាល់ដើម្បីបញ្ញាពោយប់ពេកឡើងដល់ម៉ោង1ខ្ញុំបញ្ញាយកដាក់ក្លាសេឲ្យត្រជាក់ទៅព្រឹកឡើងម៉ាក់គាត់យកទៅវត្តហើយនឹងជូនចាស់ៗនឹងប្រគេនព្រះសង្ឃអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូបើចូលចិត្តកុំភ្លេចជួយ like និង share ខ្ញុំផងណាដើម្បីខ្ញុំធ្វើវីដេអូថ្មីទៀតអរគុណ